God Holland นมจูนជាពិសេសដោយ សាប៊ូកក់សក់ឃ្លាមានអង្គែស្រស់ស្រាយពិតប្រាកដខ្ញុំគ្មានអ្វីត្រូវលាក់បាំងស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរបេក្ខជនជាបន្តនេះមានទេពកោសល្យប្លែកៗមានរំមានកំប្លែងជាដើមពួកគេនឹងធ្វើទស្សនិកជនសប្បាយរីករាយសូមជម្រាបសួរលោកពូចាច់កុយបងព្រាបសវត្តនិងបងខាត់សុខីមផងបងអត់ចាំមិនព្រមនិយាយថាឆើទាំងអស់គ្នាអត់ទេបងប្រៃលោកពូខាងហ្នឹងស្លាស្នៀមទៅដូចតែត្រូវល្អហ្មងបងណាចាខ្ញុំបាទឈ្មោះកុងសាទមានអាយុ25ឆ្នាំមកពីទីក្រុងខេត្តសៀមរាបបាទធ្លាប់បានរីកសមត្ថភាពនឹងនៅក្នុងភូមិហើយនឹងធ្លាប់បានចេញប្រឡងនៅក្នុងតាមបណ្ដាអង្គការមួយចំនួនព្រោះការប្រឡងតែមានការជឿជាក់លើខ្លួនឯងទេបងប្អូនប្រុសចាមានជំនឿចិត្តប្រមាណភាគរយ80%បង80%ចូលបានជើងមិនមែនមានតែអូនដែលគិតថាខ្លួនឯងនេះមកតែមនុស្សច្រើនក៏បានគិតដូចអូនដែររួមទាំងបងម្នាក់ផងតែដឹងចិត្តអូនជាងគេតែល្ងងមិនព្រមប្រែទូបងមានថ្មីពេលស្គាល់បងថាអូនជួតគួរឲ្យស្នេហ៍ប្រែឌីលអូនស្រែមិនតាន់សាំងមីឲ្យអូនណាគេខ្លាំងធំថាគេនោះស៊ីវិល័យគេលែងអំស្លៀងខ្លីតាប់ចោលភ្នែកបងជាបាត់ស្រីបងប៉ុន្តែបងឯងច្រៀងធ្វើសម្លេងស្រីសម្លេងប្រុសមិញសម្លេងស្រីបងស្ដាប់ទៅដូចជាប្រុសច្រៀងជាងស្រីប៉ុន្តែថ្ងៃចុងក្រោយមិញស្រីហ្មងម៉ែចាយអាហ្នឹងស្រីហើយប៉ុន្តែមុនទៅត្រង់ប្រុសច្រើនបន្តិចបាទអរគុណបាញ់មិញនេះច្រៀងមិញគឺទៅមុនភ្លេងរហូតអត់ភ័យបងបាទភ័យតិចតែភ័យធ្លាក់ហើយចាខ្ញុំ No អូនសវណ្ណ No ខ្ញុំទៅបងបាទក្រោយអាកាសក្រោយជុំមានជួបគ្នា No បាទអរគុណច្រើនបងបាទភ័យពេកស្រួលបួលហើយមិញគិតថារៀងមានអារម្មណ៍ភ័យបន្តិចដែរខ្ញុំជាបេក្ខជនមកពីខាងខេត្តកំពង់ចាមសប្តាហ៍ថ្ងៃខ្ញុំបាទជាវិទ្យាករក្នុងស្ថានីយ៍វិទ្យុផងហើយជាមន្ត្រីបម្រើការងារនៅក្នុងស្ថាប័នមន្ទីរព័ត៌មានខេត្តកំពង់ចាមខ្ញុំចាប់អារម្មណ៍លើសមត្ថភាពរបស់គាត់ច្រើនហើយខ្ញុំនឹងបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដែលមានបាទសូមជម្រាបសួរចាត់ទាំង3ព្រមទាំងទូរទស្សនិកជនដែលកំពុងទស្សនាផ្ទាល់នៅទីនេះព្រមទាំងនៅតាមបណ្ដាគេហដ្ឋានផងដែរបាទអូនមានឈ្មោះអ្វីទៅខ្ញុំឈ្មោះផលសុជាអូននៅស្រុកកំណើតនៅណាដែរបងអូននៅខាងខេត្តកំពង់ចាមបាទខេត្តកំពង់ចាមបាទភ័យឬមកក៏មានអារម្មណ៍ថារំភើបញាប់ញ័រក្នុងបេះដូងថ្លើមប្រមាត់អីហ្នឹងដែរទេមិនដល់ថ្នាក់ហ្នឹងទេអញ្ចឹងបងអូនចាប់ផ្ដើមបញ្ចេញទេពកោសល្យរបស់បងអូនបាទសូមអរគុណណែយ៉ាងម៉េចទៅហើយអារឿងប្រពន្ធចៅដាគេមានប្រុសថ្មីនោះឯងចង់លាក់បាំងនឹងកូនជារៀងរហូតទៅហ៎ពុទ្ធធរឲ្យពងមិនមែនទេក៏ប៉ុន្តែបើសិនជាខ្ញុំប្រាប់កូនតាថាប្រពន្ធគេមានប្រុសថ្មីតើគេអាចទទួលយកបានទេពងណាហើយគ្រប់យ៉ាងវាគឺជាការពិតក៏ដាស់មិនអាចខ្ជាប់ភ្លើងចិត្តទេណាប្រាប់គេទៅណូគេមកហើយពងលោកតាតើប្រពន្ធខ្ញុំគេទៅណាហើយពងតាំងពីព្រលឹមរហូតតលំថ្មនេះទៅហើយនៅមិនតាន់ឃើញប្រពន្ធខ្ញុំទេលោកតាតើមានរឿងអីទៅពុកប្រាប់ខ្ញុំមកពុកខ្ញុំសូមវល់ណាពុកបានពុកប្រាប់ឯងទៅចុះណាការពិតប្រពន្ធឯងគឺមានប្រុសថ្មីហើយថាម៉េចប្រពន្ធខ្ញុំមានប្រុសថ្មីឯពុកទេខ្ញុំមិនជឿទេពុកហេតុអីបានជាអូនលាក់ធ្វើបែបនេះចំពោះខ្ញុំ
ហេតុអីទៅ អាអូនឯងកុំយំអីណាបន្តិចទៀតប៉ាវិលត្រឡប់មកវិញហើយនោះប៉ាមកហើយលោកប៉ាតើម៉ាក់យើងវិលមកវិញទេកុំភ័យអីកូនបន្តិចទៀតម៉ាក់កូនច្បាស់ជាវិលត្រឡប់មកវិញជឿប៉ាចុះលោកពូខ្ញុំនៅលេងជាមួយអូនយូរហើយតើអត់ឃើញប្រពន្ធពូទេមែនហើយលោកពូប្រពន្ធពូទៅណាបាត់ហើយពូហើយយ៉ាខោប៉ែបើពីងពងឯងគេមានភីលៃថ្មីហើយឲ្យគេមានចុះជួយអួអាចជួយបានជួយឯងបានដាក់អាទីណាជួយអួចាកុំសូវជឿជាក់ពេកចាណែប្រពន្ធលោកឯងណាមានប្តីថ្មីហើយគេមិនមកវិញទេណាចាអូយប៉ាត់ជាចឹងមែនហើយអរគុណ បងចេះធ្វើសំឡេងច្រើនប្រភេទហ្នឹងតាំងពីប្រហែលឆ្នាំហើយបង ខ្ញុំតាំងក៏ពិតទៅចាប់អារម្មណ៍តាំងពីលោកពូកុយនៅក្មេងម្លេះ អូ បាទ ចា ហើយខ្ញុំចាប់អារម្មណ៍ត្រង់លេងរឿងនេះខ្វាក់នេះខ្វិនចាប់អារម្មណ៍លោកពូត្រង់ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំក៏រៀនប្រើសំឡេងទៅតាមនឹងបាទ ជូនយើង ចា តែអញ្ចឹង ខ្ញុំ មានតែ ខ្ញុំ តែ ដូចមិនដូចចាប់អត់តាន់ណាដូចមានតាផងយាយផងចិនផងបេដេទៀត បាទសម្រាប់ភាសាចិនខ្ញុំនិយាយត្រង់គឺតាមលោកពូកុយ យ៉ាង គាត់ច្រើននៅកប្លែងគាត់និយាយភាសាចិនអាយ៉ាខៅបែហើយធ្វើអញ្ចឹងមិនសូវលាអទេអាចជឿអួអាចជួយបានអួមានបោកពិសោធន៍ច្រើនអរគុណច្រើនបង ឥឡូវនេះដល់ពេលជ្រើសរើសខាត់ឃឹម ខ្ញុំហៅថា yes អរគុណ អូនសវណ្ណ ខ្ញុំដូចគាត់អញ្ចឹង វាបងសំបី បាទពិតជា សំតរួយទៀត បាទជាពិតជា បាច់ញ៉ែអូនណា មួយទៀត សុំទុំបាច់ញ៉ែញ៉ក់ដាក់គាត់ទេពុងមក ទម្លាប់អញ្ចឹង តាមមួយទៀត អរគុណចាត់ទៅ